นี่คือជាសកម្មភាពសត្វព្រះនៅក្នុងបរិបទសាចាហើយវត្តចំណាយខាងត្បូងនេះថ្ងៃទី31ខែឧសភាឆ្នាំ2015នេះហើយយើងមើលទៅឃើញប្រជាពលរដ្ឋហើយយើងពុទ្ធបរិស័ទទាំងអស់បានសត្វព្រះហើយក៏បានបូជាដោយផ្លាទីនក៏មានមាសក៏មានជាស្ពាន់ក៏មានជាច្រើនវត្ថុមានតម្លៃជាច្រើនបានបូជាដើម្បីដាក់សត្វព្រះពីព្រោះអីការកសាងនៅពុទ្ធរូបនេះគឺមិនមានដែលជាច្រើនមានអានិសង្សច្រើនអញ្ចឹងញាតិពុទ្ធបរិស័ទនិងពុទ្ធសាសនាក៏បានរៀបចំអញ្ជើញការវត្តពុទ្ធសាសនានេះក៏បានសត្វព្រះនឹងយើងមើលទៅឃើញដូចយើងឃើញស្រាប់ហ្នឹងហើយយើងវិញដាក់ហើយជួនទៅមហារឿងទៅជួនទៀនខាងណាគឺយើងទៅយកឡើងចាក់នៅលើអីទៅមកលើទៅនេះយើងលើជួនទៅជួនទៀនហើយយើងហើយក៏អាចចូលទៅទៀនឡើងលើឧបថានសាលាមានបសំចម្រើននៅព្រះបរិបទយកដែរមានបដូរមានបដូរចឹងអត់ដល់ដាក់ទេចឹងបដូរចឹងបងអត់ទេយើងដាក់មកនេះដាក់ចូលនេះខ្លះយើងដាក់ចាទៅបានដូចជាអត់ហត់មានតម្លៃជាពុទ្ធជាសាច់ជាតែជាណាមកឲ្យចូលទៅក្នុងទៅទឹកមានតែការសម្ដៅដល់ទៅសមាជិកហេតុទៅឲ្យយើងសើណាជាប្រាប់អត់មានលើទេមានវិទ្យាអត់តែណាទៅពុទ្ធសាសនាជាទឹកជាទៅចម្រើនទៅដល់ចាំឲ្យទៅទឹកទៅរងរៀបចាក់ទុកទៅទាំងពួងណាអត់មានទៅនេះដូចក៏គាត់អត់ទៅចឹងទុកមកក៏បានដែរមកមកដាក់ទៅនេះទៅក៏យកជាទៅទៅហើយនេះជានេះហើយដល់នេះស្គាល់ទៅចឹងដែរក៏ដំណោដាក់ដល់មកស្គាល់ឲ្យទុកយើងដាក់ដំណោទៅលើសាលាខាងវិញអត់ទុកក៏ដែរទាំងអស់គ្នាចាក់ឲ្យបានក៏ដូចទៀតសាធុព្រះណាសូមជំទានក៏សុខភាពល្អជាការវិញនៅក្នុងនៅក្នុងសាសនាពុទ្ធសាសនាឲ្យបានសុខស្អាតត្រូវលោកផងសុខស្អាតរឿងចាក់ទុកទៅឲ្យទៅទៅគ្រូដែលបានទៀតមកជាចឹងតែមកនិយាយទៅហាងវត្តបាន